ចេះពិធីមួយនេះគឺសន្សំចៃបានច្រើនមែនទែននៅពេលដែលយើងដាច់ភ្លើងគឺយើងអាចប្រើប្រាស់ជំនួសបានយើងគ្រាន់តែមានអង្ករហើយនឹងដាក់ទឹកចូលហើយដាក់ប្រេងពីលើបន្ថែមហើយនេះគឺសលៃក្នុងការត្បាល់ត្រចៀកយើងអាចយកវាមកជ្រលក់ប្រេងហើយយើងអាចដុតទៅគឺវាបឺតតែជាតិប្រេងទេចេះពិធីមួយនេះគឺសន្សំចៃបានច្រើនមែនទែននៅពេលដែលយើងដាច់ភ្លើងគឺយើងអាចប្រើប្រាស់ជំនួសបានយើងគ្រាន់តែមានអង្ករហើយនឹងដាក់ទឹកចូលហើយដាក់ប្រេងពីលើបន្ថែមហើយនេះគឺសលៃក្នុងការត្បាល់ត្រចៀកយើងអាចយកវាមកជ្រលក់ប្រេងហើយយើងអាចដុតទៅគឺវាបឺតតែជាតិប្រេងទេចេះពិធីមួយនេះគឺសន្សំចៃបានច្រើនមែនទែននៅពេលដែលយើងដាច់ភ្លើងគឺយើងអាចប្រើប្រាស់ជំនួសបានយើងគ្រាន់តែមានអង្ករហើយនឹងដាក់ទឹកចូលហើយដាក់ប្រេងពីលើបន្ថែមហើយនេះគឺសលៃក្នុងការត្បាល់ត្រចៀកយើងអាចយកវាមកជ្រលក់ប្រេងហើយយើងអាចដុតទៅគឺវាបឺតតែជាតិប្រេងទេចេះពិធីមួយនេះគឺសន្សំចៃបានច្រើនមែនទែននៅពេលដែលយើងដាច់ភ្លើងគឺយើងអាចប្រើប្រាស់ជំនួសបានយើងគ្រាន់តែមានអង្ករហើយនឹងដាក់ទឹកចូលហើយដាក់ប្រេងពីលើបន្ថែមហើយនេះគឺសលៃក្នុងការត្បាល់ត្រចៀកយើងអាចយកវាមកជ្រលក់ប្រេងហើយយើងអាចដុតទៅគឺវាបឺតតែជាតិប្រេងទេចេះពិធីមួយនេះគឺសន្សំចៃបានច្រើនមែនទែននៅពេលដែលយើងដាច់ភ្លើងគឺយើងអាចប្រើប្រាស់ជំនួសបានយើងគ្រាន់តែមានអង្ករហើយនឹងដាក់ទឹកចូលហើយដាក់ប្រេងពីលើបន្ថែមហើយនេះគឺសលៃក្នុងការត្បាល់ត្រចៀកយើងអាចយកវាមកជ្រលក់ប្រេងហើយយើងអាចដុតទៅគឺវាបឺតតែជាតិប្រេងទេចេះពិធីមួយនេះគឺសន្សំចៃបានច្រើនមែនទែននៅពេលដែលយើងដាច់ភ្លើងគឺយើងអាចប្រើប្រាស់ជំនួសបានយើងគ្រាន់តែមានអង្ករហើយនឹងដាក់ទឹកចូលហើយដាក់ប្រេងពីលើបន្ថែមហើយនេះគឺសលៃក្នុងការត្បាល់ត្រចៀកយើងអាចយកវាមកជ្រលក់ប្រេងហើយយើងអាចដុតទៅគឺវាបឺតតែជាតិប្រេងទេចេះពិធីមួយនេះគឺសន្សំចៃបានច្រើនមែនទែននៅពេលដែលយើងដាច់ភ្លើងគឺយើងអាចប្រើប្រាស់ជំនួសបានយើងគ្រាន់តែមានអង្ករហើយនឹងដាក់ទឹកចូលហើយដាក់ប្រេងពីលើបន្ថែមហើយនេះគឺសលៃក្នុងការត្បាល់ត្រចៀកយើងអាចយកវាមកជ្រលក់ប្រេងហើយយើងអាចដុតទៅគឺវាបឺតតែជាតិប្រេងទេចេះពិធីមួយនេះគឺសន្សំចៃបានច្រើនមែនទែននៅពេលដែលយើងដាច់ភ្លើងគឺយើងអាចប្រើប្រាស់ជំនួសបានយើងគ្រាន់តែមានអង្ករហើយនឹងដាក់ទឹកចូលហើយដាក់ប្រេងពីលើបន្ថែមហើយនេះគឺសលៃក្នុងការត្បាល់ត្រចៀកយើងអាចយកវាមកជ្រលក់ប្រេងហើយយើងអាចដុតទៅគឺវាបឺតតែជាតិប្រេងទេច្រើនមែនទែននៅពេលដែលយើងដាច់ភ្លើងគឺយើងអាចប្រើប្រាស់ជំនួសបានយើងគ្រាន់តែមានអង្ករហើយនឹងដាក់ទឹកចូលហើយដាក់ប្រេងពីលើបន្ថែមហើយនេះគឺសលៃក្នុងការត្បាល់ត្រចៀកយើងអាចយកវាមកជ្រលក់ប្រេងហើយយើងអាចដុតទៅគឺវាបឺតតែជាតិប្រេងទេ